យុវជនម្នាក់បានបាត់ខ្លួននៅលើភ្នំគិរីរម្យដោយបង្សល់ទុកបទមួយសន្លឹកថាបើអ្នកបានឃើញសម្បត្តិនេះមានន័យថាខ្ញុំបានស្លាប់ហើយពេលនេះត្រូវបានគេរកឃើញដោយមានរបួសយ៉ាងធ្ងន់សូមបញ្ជាក់ថាកាលពីថ្ងៃទី19ខែមិថុនាឆ្នាំ2026យុវជនម្នាក់បានថ្លង់ម៉ូតូចោលស្ថិតនៅចំណុចផ្លូវលំបំបែកជា3ទៅក្រុមហ៊ុនវីរៈមុនថាំងរមណីយដ្ឋានទេសចរភ្នំស្រួចខេត្តកំពង់ស្ពឺលើតំបន់ឧទ្យានគិរីរម្យដោយបង្សល់ទុកសម្បត្តិមួយសន្លឹកនិងបានសរសេរថាបើអ្នកបានឃើញសម្បត្តិនេះហើយមានន័យថាខ្ញុំបានស្លាប់ហើយសូមបងជួយយកម៉ូតូនេះឲ្យបងប្អូនខ្ញុំផងចុះសោខ្ញុំទុកនៅក្នុងម៉ូតូហើយខ្ញុំសូមអរគុណបងសូមតែលេខបងប្អូនរបស់ខ្ញុំបងរុំ088 65 52 007បងរិទ្ធ081 83 65 36សូមទោសដែលខ្ញុំធ្វើឲ្យបងពិបាកមានវីដេអូក្នុងទូរស័ព្ទដែលជាការសម្រេចចិត្តចុងក្រោយបែបនេះម៉ូតូនឹងមាន GPS គេអាចរកឃើញវិញនៅថ្ងៃទី27ខែមិថុនាឆ្នាំ2026នេះនគរបាលប៉ុស្តិ៍ចំបក់បានទទួលព័ត៌មានពីអ្នកភូមិថាបានប្រទះឃើញបុរសម្នាក់នៅចំអូធំស្ទឹងចម្លងទាវមានស្ថានភាពបែកមាត់របួសភ្នែកខាងឆ្វេងដល់ពេលហើយក៏គេងទៅអត់ដឹងខ្លួនណាគឺនៅក្នុងក្រុមជួលបាត់ហ្នឹងមុតមកទូប្រហែលពីខ្ញុំហ្នឹងអាចខុសមាត់ខុសកោលោកតាឈ្មោះលោពលឺល្បីហើយហ្នឹងដាក់សាក់សិតនិយាយអីមិនស្រួលគឺធ្វើបាបហ្មងព្រោះមានមិត្តភក្តិខ្ញុំគ្រប់មកវិញហ្នឹង5ថ្ងៃធ្លាក់ទេគាត់នៅវិញអត់ចេញពីថ្មលយមួយទេនៅដល់5ថ្ងៃនៅអស់ស្បៀងមកបានទៅវិញបានគ្រងមកតែ2ថ្ងៃអីហ្នឹងបាទហើយបងធ្លាក់លើភ្នំណាដឹងខ្លួនហើយខ្ញុំអត់ដឹងទេធ្លាក់2ថ្ងៃដំបូងខ្ញុំស្មាក់សម័យខ្លួនឯងនៅសពណៅទៅសម័យខ្លួនឯងនៅសពណៅទៅហើយទៅខ្ញុំក៏គេនៅក្រុមច្រាំងខ្ញុំ2ថ្ងៃស្រីហៅគេជួយលោបាទទៅខ្ញុំដឹងខ្លួនឡើងលើដី